ងល្អណាស់មួយក៏មិនបាត់ដែរព្រោះតែពួកឯងទោះជាខ្ញុំហ្វាគូលំបាកយ៉ាងណាក៏ខ្ញុំសុខចិត្តដែរក៏ប៉ុន្តែពួកឯងកុំបាត់ខ្លួនឲ្យសោះណាពេលព្រោះពួកឯងគេយកមកសម្រាប់ទិញថ្នាំស្អាតឡើងយើងទៅទិញយិនសិនឈាមនោះឲ្យបានវិហារតូចតែព្រះស័ក្តិសិទ្ធិសម្មាសម្ពុទ្ធសូមមានព្រះមេត្តាសូមព្រះគង់ស្អៀមជួយផងថ្វាយត្បិតតែខ្ញុំម្ចាស់មិនសូវចេះថ្វាយបង្គំអុជធូបក៏ប៉ុន្តែសូមមេត្តាចូលដល់ខ្ញុំម្ចាស់ជាអ្នកបម្រើតូចតាចក្នុងគ្រួសារក្រីក្រសូមព្រះជួយថែរក្សាបងស្រីខ្ញុំឲ្យរស់នៅក្នុងលោកនេះដើម្បីងាយស្រួលខ្ញុំតាមរកគាត់ឲ្យឃើញយកថ្នាំស័ក្តិសិទ្ធិជាបាជំងឺរបស់គាត់ផងគូអូយវិរស័យហ្នឹងឯងធ្វើចឹងមានប្រាក់ឯណាស៊ីបាយទៅក្រោកឡើងរួមតរទៀតខ្ញុំច្រៀងឲ្យចាប់ដល់ហ្វាគូហ្វាគូលោកមេក្រុមមហាឆាប់ក្រោកឡើងមកហ្វាគូយើងឲ្យពួកឯងកលាប់ខ្លួនពួកឯងហាត់យ៉ាងណាហើយនឹងលោកមេក្រុមពួកខ្ញុំហាត់បានល្អណាស់មែនហើយសាកយើងមើលតែមើលប្រត់បាយអ៊ីសាគូអូចំណាយឯងបាច់ឯងបកស្រាយទេអ៊ីសាគូឆាប់កលាប់ខ្លួនមើលកុំអញយ៉ាម៉េចទៅរួចទៀតកុំអីបងស្រីបងយ៉ាងមិនហើយឆាប់ដាក់ខ្លួនឡើងកុំធ្វើឲ្យខ្ញុំផៃណាលោកមេក្រុមសុំលោករកគ្រូពេទ្យមកពិនិត្យគេផងទេរកគ្រូពេទ្យអីយើងមានប្រាក់ឯណារកគ្រូពេទ្យគេឲ្យយើងបណ្ដុះបណ្ដាលពួកឯងបានល្អរយៈពេល1ខែជាងទៅហើយពីអ្នកឯងយកហូបបាយក្រំតែកលាប់ខ្លួននេះកុំចេះធ្វើយ៉ាងណារកប្រាក់រកគ្រូពេទ្យបាត់ឈប់និយាយទេខ្ញុំតាំងមិនរួចទេកុំនិយាយអញ្ចឹងឯងលោកមេក្រុមគេនេះពិតជាឈឺសម្លាប់មែនខ្ញុំសូមអង្វរជួយរកគ្រូពេទ្យមកគេផងទេគ្រូពេទ្យយើងមានឲ្យគ្រូពេទ្យមកដែរឯងស្មានតែយើងនឹងចង់មកមនុស្សអត់មកការនៅទីនេះលើក្រឹបស៊ីផងហ្នឹងអីផ្ដេបណាខ្ញុំទេខ្ញុំមិនចាំមនុស្សដែលអត់បានការទេថ្ងៃនេះត្រូវដោះស្រាយឲ្យហើយលោកមេក្រុមតើលោកនាំគាត់ទៅណាលោកមេក្រុមយើងមិនឲ្យគេនៅទីនេះយើងបញ្ជូនគេចេញពីទីនេះស្លាប់មនុស្សស្ដាច់ទៅលើវាសនារបស់គេចុះកុំអីលោកមេក្រុមខ្ញុំនឹងបងស្រីគឺជាកូនក្មេងគ្មានឪពុកម្ដាយខ្ញុំសូមវល់មេត្តាទទួលគេឲ្យនៅជាមួយផងតែលោកគ្រូបើនិយាយថាជំងឺរបស់គេគ្មានសង្ឃឹមជាតិទេមនុស្សថោទៀតមានជំងឺរបស់អ្នកមានគឺមកពីខ្លួនឯងទេគឺយើងជាមេក្រុមក្រីក្រសម្ដីល្ខោនមិនមានសមត្ថភាពជួយគេហើយបើសិនជាយើងមានចិត្តល្អទុកឲ្យគេនៅនោះបានន័យថាធ្វើឲ្យខ្លួនល្ខោនទៅមូលលាយហើយខូចចេញទៅកុំបោកបងនឹងចោលអីកុំបោកបងនឹងចោលអី10 ឆ្នាំហើយថ្មីត្បិតតែខ្ញុំគ្មានដំណឹងពីបងប៉ុន្តែខ្ញុំជឿថាបងប្រកាសជារស់នៅក្នុងលោកនេះខ្ញុំមិនភ្លេចពាក្យសន្យារបស់ខ្ញុំទេប្រាក់ទាំងអស់នេះ
គឺសម្រាប់ព្យាបាលជំងឺរបស់បងស្អែកឡើងខ្ញុំទៅទិញមើមយិនសិនឈាមនោះឲ្យតតែបាននៅពេលដែលយើងជួបគ្នាវិញមានមើមយិនសិនបងប្រកាសជាមិនដឹងថាអ្នកនាងជូដែលស្លៀកពាក់ខោអាវមង្គលការឥឡូវនេះយ៉ាងម៉េចទៅហើយទេអូនឈិញដូចជាយកចិត្តទុកដាក់ជាមួយនឹងគេណាណោះចំណែកបងមិនយកចិត្តទុកដាក់នឹងនាងទេគេជាបងថ្លៃអនាគតរបស់បងដែរតាខ្ញុំដូចជាឆ្ងល់ពេលដែលមិនទាន់ការគេស្លៀកពាក់អាវមង្គលការផ្ដេសផ្ដាស់យ៉ាងនេះម្យ៉ាងវិញទៀតនោះនាងគឺនាងចាំមិនឡាប់មែនទេមានរឿងអីគ្មានអីទេតាមខ្ញុំយល់អ្នកនាងជូនោះរូបរាងផ្លាស់ប្ដូរខុសពីគេឯងមិនមែនដោយស្រីកមុំដែលនៅក្នុងបន្ទប់មិនចាញ់ពីបន្ទប់នោះទេអេឬមួយក៏គេមិនចង់រៀបការចូលក្នុងគ្រួសារត្រកូលមីងគ្រួសារនេះបង្ខំឲ្យនាងលោអាសមង្គលការនាងក៏រត់ចាញ់ពីផ្ទះរត់ចេញធ្វើស្អីបើមិនការក៏ហីចោះគ្មាននរណាគេបង្ខំនាងទេស្រីកមុំដូចនាងអញ្ចឹងចង់ឲ្យបងប្រុសខ្ញុំទៅតដឹងគេជាកូនប្រសានោះហាក់ដូចជាធ្វើបាបបងប្រុសខ្ញុំពេកហើយសោះច្បងមើលមនុស្សមិនត្រូវបាយតម្លៃតែសម្បកក្រៅទេគួរឲ្យឆ្ងល់ដែរបងពីមុនមិនមែនអញ្ចឹងឯណាទោះជាយ៉ាងណាក៏ដោយស្រីកមុំនេះគ្មានត្រង់ណាគួរឲ្យខ្ញុំពេញចិត្តសោះតែទោះជាយ៉ាងណាខ្ញុំយល់ថាគេមិនមែនជាមនុស្សអាក្រក់ដែរមិនមែនជាមនុស្សអាក្រក់ក៏មិនមែនជាមនុស្សល្អណាស់ណាដែរនាងបាននិយាយថានាងមើលឃើញគេនៅក្នុងរាជធានីលួចរបស់សែនមហោបតើនេះជាកិច្ចការរបស់អ្នកនាងធំត្រូវធ្វើតាមមែនទេហេតុនេះហើយនេះអាចបញ្ជាក់ថាចរិតរបស់គេពិសេសក្នុងនាមជាអ្នកនាងធំមិនចង់ធ្វើជាអ្នកនាងធំចាញ់ពីផ្ទះតែតាសក់ចិត្តលំបាកវេទនាហូបដំឡូងក៏មិនចង់ទៅផ្ទះនេះអាចបញ្ជាក់ថាចរិតរបស់គេជាមនុស្សរឹងរូសតែក្លាហានណាស់អូនឈិញអូនតែងសរសើរគេល្អយ៉ាងនេះបងសួរទៅមើលគេទៅសំណាក់សៀងជឺលួចយិនសិននោះអូននិយាយថាម៉េចដែរអញ្ចឹងខ្ញុំយល់ថាទោះយ៉ាងណាគេមិនមែនជាមនុស្សមានចិត្តលោភលន់ទេបងឃើញទេថ្ងៃនោះពេលនាងដេញថ្លៃពិតជាចង់បានណាស់មិនមែនជាការនិយាយលេងឯណាប្រហែលជាមើមយិនសិនឈាមនោះមានសារៈសំខាន់សម្រាប់នាងក៏មិនដឹងពិតមែនគ្រាន់តែលើគេនិយាយដឹងថាគេមានកម្លាំងគ្មានជំងឺស្អីទេក្រែងលុយជំងឺឡប់សតេទេដឹងអាយ៉ាសោះច្បងកុំថាឲ្យគេអញ្ចឹងប្រហែលជាគេលួចយកមើមយិនសិនគឺដើម្បីអ្នកដទៃដោយជាបងទិញមើមយិនសិននេះក៏ដើម្បីខ្ញុំអញ្ចឹងដែរអូនឈិញអូនទៅតែបានជួបគេលើកទី1អូនកាន់ជើងគេម្លេះហាក់ដូចជាយកចិត្តរបស់គេច្បាស់ណាស់អញ្ចឹងខ្ញុំមិនដឹងដែរឲ្យតែជួបនាងម្ដងខ្ញុំដូចជាមានការរាប់អានគេនេះប្រហែលជាយើងអាយុប្រហាក់ប្រហែលគ្នាហេតុនេះហើយបានជាមាននិស្ស័យនឹងគ្នាបើមិនអញ្ចឹងទេគេប្រហែលជាខ្លាយជាបងថ្លៃរបស់បងហេតុនេះហើយកាន់តែស្និទ្ធស្នាលថែមទៀតនាងដូចជាជឿគេងាយពេកហើយសិស្សច្បងមានដឹងទេតាំងពីតូចខ្ញុំជាកូនកំព្រាត្រូវគេបោះបង់ចោលនៅជាមួយលោកគ្រូតាំងពីតូចដល់ធំពេលលោកគ្រូស្លាប់ទៅតែព្រះអង្គម្ចាស់អនុញ្ញាតឲ្យខ្ញុំនៅក្នុងគ្រួសារសិស្សច្បងថ្មីត្បិតតែបងនិងបងជូរាប់អានខ្ញុំជាប្អូនស្រីតែមិនត្រូវឲ្យខ្ញុំទុកអ្នកទាំងអស់គ្នាជាបងប្អូនបង្កើតទេចំណែកអ្នកនាងនោះគឺខុសពីគេពេលបានជួបនាងខ្ញុំដូចជាមានអារម្មណ៍នឹកឃើញដូចជាបងប្អូនស្រីអញ្ចឹងទោះជាយ៉ាងណាបងប្រុសខ្ញុំរៀបការជាមួយនាងខ្ញុំមានការបារម្ភខ្លាំងណាស់ចម្លែកណាស់មិនមែនឲ្យបងរៀបការណាមិនក៏បារម្ភខ្លាំងម្ល៉េះនាងចំមែនលែងស្គាល់បងប្អូនរបស់នាងហើយមែនទេមិនមែនអញ្ចឹងទេប្រសើរណាស់ណែហូបថ្នាំទៅត្រជាអស់ហើយហូបថ្នាំរួចហើយឆាប់ទៅសម្រាប់ទៅស្ដាប់បានទេចាក់ចេញពីរាជធានីត្រូវថែរក្សាខ្លួនឲ្យបានល្អផងបើសិនជាមានបញ្ហាអីសិស្សច្បងគេមករវល់នឹងនាងទុកឲ្យប្អូនស្រីរបស់នាងជួយមើលនាងទៅចុះល្អជាងតែខ្ញុំដឹងថាលោកគ្រូបញ្ជាឲ្យសិស្សច្បងមិនរវល់នឹងខ្ញុំក៏មិនបានដែរណែទទួលបញ្ជា5នាងហើយណាក
កុំធ្វើឲ្យឆៅល្ងងពេកស្ដាប់បានទេទៅវិញទេមិនទេអីទេអត់អីទេជាផុតពីការស្មុគស្មាញបានតែជាផុតពីលោកមិនបានទេសូមអបអរសាទរហើយអាគីក្រហមហើយលើនេះឲ្យយល់ច្បាស់ហើយថាធ្វើឲ្យកំបិតជញ្ជក់ឈាមដឹងខ្លួនឡើងវិញឈានដល់ដំណាក់កាលមួយទៀតហើយលោកមកទាំងលឹបឡចាក់ចេញទាំងលឹបឡម្ដងនេះប្រហែលជាលោកម្ចាស់ឲ្យលោកមកផ្ដាំការងារអ្វីដល់ខ្ញុំហើយមែនទេអាគីក្រហមឯងគួរតែដឹងច្បាស់ណាស់បើសិនជាចង់បានជោគជ័យបើអត់ពីខ្ញុំទេហើយចង់ធ្វើអ្វីក៏មិនកើតដែរមើលតែមានមនុស្សម្នាក់ត្រូវគេសម្លាប់ទៀតហើយម្នាក់នេះតាមដានយើងមិនមែនជាលើកទី1ទេជាការល្អណាស់យើងនឹងឲ្យគេទៅសម្លាប់នាងចោលទៅរួចស្រេចហើយមើលតើនាងមិនមែនជាមនុស្សធម្មតាឡើយបាក់ទ្វារឆាប់បាក់ទ្វារអ្នកណាគេហ្នឹងបលឹមឡើងគោះទ្វារធ្វើអីអាណាតកាស្រីខ្ញុំមកទិញយិនសិនឈីមអ្នកនាងមើលទៅថ្ងៃមិនទាន់រះស្រួលបួលទេតកាស្រីកំពុងតែសម្រាកហើយណាសម្រាប់ក៏តែក្រោកឡើងដែរខ្ញុំត្រូវការទិញយិនសិនឈាមថាការស្រីណានាងថាការស្រីណានាងណានាងអាយនាងឈប់សិនកុំស្រ័យឡូឡាអីថាការស្រីកំពុងតែសម្រាកស្រ័យឡូឡាយ៉ាងនេះពួកយើងទាំងអស់គ្នាត្រូវភ្ញាក់ដោយសារតែនាងហើយចេញទៅអ្នកណាស្រ័យឡូឡាទាំងព្រលឹមយ៉ាងនេះអញថាតការស្រីកំពុងតែសម្រាកណាអាយ៉ាក្រោកពីដេកតែក្រោយយកខ្យល់ឱកាសធ្វើចលនាតែខ្ញុំត្រូវតែប្រាប់អ្នកបម្រើដែរមែនទេមែនហើយថាការស្រីចង់ធ្វើអីមានអីប្រាប់អ្នកបម្រើហើយតែយកខ្យល់ឱកាសធ្វើចលនាមិនក៏ចាំបាច់ស្លៀកពាក់ខ្មែរយ៉ាងនេះធ្វើអីប្អូនស្រីតូចតែយកខ្យល់ឱកាសល្អគឺមិនអាចស្លៀកពាក់ពណ៌ខ្មៅទេមែនហើយស្លៀកខ្មៅមិនបានទេកុំនិយាយច្រើនពេកប៉ិតមែនហើយខ្ញុំនិយាយច្រើនអាចចង់ធ្វើអីថ្ងៃមិនទាន់រះគិតតែពីស្រែកឡូឡាយ៉ាងនេះមកបង្ករឿងហ៎ប្រាក់ខ្ញុំយកមកហើយអាណាមើមយិនសិនឈាមយើងលក់បាត់ទៅហើយតែតកាស្រីនិយាយថាថ្ងៃនេះដេញថ្លៃថាអ្នកណាមកមុនអ្នកនោះទិញបានមុនធ្វើឲ្យខ្ញុំយកមិនបានដែរទេព្រលឹមឡើងក៏ខ្ញុំមកភ្លាមមិនក៏តកាស្រីលក់ឲ្យគេថាការស្គាល់តែប្រាក់ក្បត់សន្យាខ្ញុំមិនសក់ចិត្តទេឆាប់លក់ឲ្យខ្ញុំភ្លាមមកបើមិនចឹងខ្ញុំមិនដុតអោនឲ្យទេនាងចង់និយាយថាម៉េចព្រលឹមឡើងនាងថាមិនបានដេកកាលពីទៀបភ្លឺមុនបាត់ទ្វារមើមយិនសិនខ្ញុំលក់ឡើងថ្លៃ 1000 ដំឡឹងទៅហើយមានគេទិញយកទៅបាត់ហើយរឿងនេះនាងមិនដឹងទេហេតុអីបាត់តែខ្ញុំមិនដឹងអ្នកដែលទិញមើមយិនសិននោះគឺឪពុកនាងតាឪពុកខ្ញុំមានឪពុកមកពីណាលោកម្ចាស់ជូមិនមែនជាឪពុករបស់នាងទេលោកម្ចាស់ជូមែនហើយលោកម្ចាស់ជូជាឪពុករបស់នាងជូឯងហ្នឹងណាឬមួយក៏នាងពិតជាមិនដឹងមែននេះជាការពិតណាស់អ្នកនាងមានប្រាក់ច្រើនយ៉ាងនេះហេតុអីបានជាស្លៀកពាក់ខោអាវរហែករយេរយាយនាងប្រហែលជាចង់ប្រាប់ខ្ញុំថានាងមិនមែនជាអ្នកនាងគ្រួសារត្រកូលជូទេអ្នកមានគ្រួសារត្រកូលជូមិនអាចស្លៀកពាក់រហែកបានទេមែនទេអ្នកខ្ញុំគិតថាលោកម្ចាស់ជូចង់ឲ្យខ្ញុំមានការភ្ញាក់ផ្អើលទេដឹង
និយាយនេះត្រូវណាស់អញ្ចឹងនាងទៅសួរលោកម្ចាស់ជូទៅមិនក៏នាងនៅពិបាកចិត្តទីនេះធ្វើមែនហើយទៅសួរលោកម្ចាស់ជូទៅហើយខ្ញុំមិនទាន់ដេកគ្រប់គ្រាន់ទេទៅវិញទៅផ្ដាស់មែនធ្វើស្អីគេហ្នឹងផ្ដាស់មែនធ្វើស្អីគេហ្នឹងកុំនិយាយច្រើនជូនភ្ញៀវបាទតកែស្រីអាសុំជើញណានាងជាឯងចេះស្ដាប់ភាសាយើងសូមឯងនាំយើងទៅជួបម្ចាស់ព្រះនារីចាស់របស់ឯងទៅសៀងហូចកោជូសត្វដាច់យ៉ាងไรតាកម្ចាស់ព្រះនារីឆាប់ចាញ់មកភ្លាមឆាប់ចាញ់មកអ្នកនាងកុំរំខានលោកម្ចាស់តើបានទេអ្នកនាងយើងចំណាំឯងបានឯងគឺជាមនុស្សដែលពីថ្ងៃមុនបង្ខំឲ្យយើងស្លៀកពាក់អាមអង្គការដែលជាស្រីកាត់នោះមែនទេខ្ញុំមិនមែនជាស្រីតាចាស់ចង្រៃនោះទេអ្នកនាងខ្ញុំឈ្មោះសៀវឈុននាងហៅខ្ញុំសៀវឈុនក៏បានដែរមិនតសៀវឈុនតាឈុនស្អីទេហើយតកោជូនោះចេញមកភ្លាមណាអ្នកនាងកុំតក់កុហលអីលោកម្ចាស់បានប្រាប់ហើយបើសិនជាឃើញអ្នកនាងមកសូមឲ្យអ្នកនាងរងចាំមួយផ្លែតព្រះនារីចង្រៃនោះដឹងខ្ញុំមកពិតមែនបើមិនអញ្ចឹងខ្ញុំមានរឿងអីបើកទ្វារខាងមុខអញ្ជើញអ្នកនាងមកទីនេះនោះណាននាងទីបំផុតណាននាងមកវិញហើយមែនទេសូមជួយគួយលោកមិនបាច់ធ្វើពុតទៀតទេលោកគឺជាអ្នកបញ្ជាឲ្យអ្នកបម្រើរបស់លោកទៅចាប់ស្រីកមុំតាមគោលបំណងព្រះនារីចាស់របស់លោកមែនទេលោកមានរូបរាងធាត់យ៉ាងនេះមើលទៅស៊ីឆ្អែតចង់រកស្រីហើយតាមមែនទេប្រាប់លោកទៅចោះលោកច្រឡំមនុស្សហើយយើងមិនមែនជាមនុស្សធម្មតាទេលោកមិនចង់រស់ហើយមែនទេនាងលោកម្ចាស់ការងារចាំបាច់សំខាន់ជាងអ្នកនាងបកកើនិយាយមិននិយាយអីបែរឆ្ងាយគួរឲ្យស្រឡាញ់ណាលោកមានដែរលើគេនិយាយថាស្រីគឺជារឿងគ្រោះថ្នាក់ណាស់ទេក៏លោកខ្លាចយ៉ាងនេះហើយស្រឡាញ់ស្រីយ៉ាងនេះយើងខ្លាចលោកទ្រាំមិនបានអ្នកនាងមិនត្រឹមតែគួរឲ្យស្រឡាញ់ទេហើយមានវប្បធម៌ទៀតជជែកលេងមានចរិតល្អពិតជាខុសពីមនុស្សចាស់ដូចជាយើងអញ្ចឹងលោកមកលោកនិយាយត្រូវមែនមើលអ្នកនាងនេះទៅបើតាមយើងមើលឃើញដូចជារឿងរបស់អ៊ីងដូចគ្នាអ្នកនេះមិនខំម្ដងអ្នកណាគឺអ៊ីងលោករកខ្ញុំមានការអីកុំនិយាយវែងឆ្ងាយខ្ញុំមកនេះគឺដើម្បីទិញមើមចិនសិននៅដំណាក់សិនជើប៉ុន្មានហើយអ្នកនាងលោកម្ចាស់របស់ខ្ញុំរងចាំនាងមកព្រោះតែចង់និយាយរឿងផ្លាស់ប្ដូរគ្នាជាមួយនាងនឹងណាផ្លាស់ប្ដូរលោកចង់ឆ្លៀតពេលនេះដំឡើងថ្លៃមែនទេខ្ញុំគ្រាន់តែចង់ឲ្យនាងជំនួសកូនស្រីរបស់ខ្ញុំតែប៉ុណ្ណោះទេជំនួសហ៎អាណាកូនស្រីរបស់លោកស្លាប់បាត់អើយពួកលោកចង់យ៉ាងម៉េចហ្នឹងអ្នកនាងខ្ញុំចង់នាំនាងទៅមើលកន្លែងមួយតែណាទៅធ្វើអីអ្នកនាងកុំភ័យអីពួកយើងគ្រាន់តែចង់នាំអ្នកនាងទៅមើលផ្ទះដ៏ធំមួយដើម្បីផ្លាស់ប្ដូរការពិភាក្សាគ្នាយិនសិននោះណាខ្ញុំជឿថាទាំងអស់គ្នាមិនធ្វើអីខ្ញុំទេតែក៏តែមើលចុះដំណាក់ដ៏ធំមានសេចក្តីថ្លៃថ្នូរយ៉ាងនេះគឺព្រះម្ចាស់ចេញផឹងទិញតាំងពីយូរណាស់មកហើយគឺមហាគ្រួសារតកូនមីងមែនទេមានអីអស្ចារ្យទេគេគ្រាន់តែមានប្រាក់ប៉ុណ្ណោះខ្ញុំគិតថាចង់ឲ្យនាងតាំងខ្លួនជាកូនស្រីរបស់ខ្ញុំអ៊ីងទៅរៀបការជាមួយនឹងកូនប្រុសវ័យក្មេងគ្រួសារមីងហ្នឹងណោះរៀបការនិយាយនេះកាន់តែហួសហេតុពេកហើយប៉ុន្តែអ្នកប្រុសមីងគឺជាកពូលអ្នកក្លានសង្ហាអស្ចារ្យណារូបរាងសង្ហាមានទេពកោសល្យល្អនាងមិនខាត់បងអ្វីទេម្យ៉ាងទៀតព្រះម្ចាស់ជីងផឹងនឹងយកផ្ទះដ៏ធំនេះទៅជាចំណងដៃនាងថ្ងៃក្រោយនាងអាចនៅទីនេះបានរហូតនោះលោកឈ្មោះទេតោះជាមានដំណាក់ធំពី3ទៀតក៏ខ្ញុំមិនអាចបន្លំជាកូនស្រីលោកហើយទៅរៀបការជាមួយនឹងតកូនមីងនោះដែរមិនកើតទេខ្ញុំសូមវល់នាងមេត្តាជួយខ្ញុំទៅណាបើមិនចឹងទេខ្ញុំបោះស្រាយជាមួយព្រះម្ចាស់ជីងផឹងញ៉ាំមិនទៅមែនហើយអ្នកនាងឥឡូវស្ដាប់លោកម្ចាស់មានភាសាឲ្យច្បាស់ហើយចាំនាងសម្រេចជាក្រោយពិតមែនហើយអ្នកនាងចង់បានមើមយិនសិនឈាមនោះមែនទេយិនសិនឈាមមែនហើយការនោះលោកម្ចាស់របស់ខ្ញុំនិងព្រះម្ចាស់ជីងផឹងបានភ្ជាប់ពាក្យកូនចៅជាមួយគ្នាព្រះម្ចាស់ក៏យល់ព្រមសំណូមពររបស់លោកម្ចាស់ខ្ញុំទិញដំណាក់ដ៏ធំមួយជាចំណងដៃសម្រាប់ឲ្យបុត្ររបស់ព្រះម្ចាស់មកដណ្ដឹងកូនស្រីរបស់លោកម្ចាស់ខ្ញុំនឹងណាក្រោយមកយើងរស់ស៊ីនៅព្រំដែនរហូតហ
ហើយព្រមទាំងកូនស្រីរបស់យើងនៅក្មេងហើយដូច្នេះបញ្ហាមង្គលការនេះมันអាចគួររៀបការប្រញាប់ពេកទេប៉ុន្តែលោកម្ចាស់រហូតដល់ពេលនេះហើយមិនទាន់ភ្លេចដំណាក់ដ៏ធំនេះតែងតែឲ្យគេផ្ញើសារទៅព្រះអង្គម្ចាស់រំលឹកពីបញ្ហាការភ្ជាប់ពាក្យរវាងគ្រួសារទាំងពីរកិច្ចការនេះពជាពេលរាប់សិបឆ្នាំទៅហើយរហូតដល់ថ្ងៃមុនព្រះអង្គម្ចាស់ឮថាយើងត្រឡប់មកដំណាក់វិញដូច្នេះហើយក៏ឲ្យគេផ្ញើសារមកថាដល់ពេលជ្រើសរើសថ្ងៃខែរៀបមង្គលការហើយណោះនេះជាល្បិចរបស់លោកម្ចាស់បានសម្រេចអូទេជាវិធីដ៏ល្អបានសម្រេចបើមិនមែនចឹងទេដំណាក់ដ៏ធំនេះមិនដឹងថាពេលណាដល់ដៃទេក៏ប៉ុន្តែលោកម្ចាស់ខ្ញុំទើបតែមកបាន2ថ្ងៃអ្នកនាងរបស់ខ្ញុំក៏ឈឺធ្ងន់រំលងពេលមកយប់អ្នកនាងក៏លាចាកពីលោកនេះទៅគួរស្ដាយណាស់អ្នកនាងស្លាប់ទៅលោកម្ចាស់ឈឺចិត្តខ្លាំងណាស់ហើយស្រក់ទឹកភ្នែកយូរថ្ងៃទៀតផងហើយពេលនេះព្រះអង្គម្ចាស់ចេញផឹងឲ្យគេផ្ញើសារមកទៀតថាឲ្យលោកម្ចាស់យើងសម្រេចនៅកិច្ចការមង្គលការនាងលោកម្ចាស់ពេលនោះភ័យសឹងតែលិចនោមបាត់ទៅហើយឈឺនៅលើក្រែក្រោកមិនរួចណោះហេតុនេះហើយលោកមេកាមកទៅសំណាក់សៀងជឺទិញមើមយិនសិនឈាមនោះដើម្បីបើលោកម្ចាស់មើមយិនសិនដល់ថ្លៃលោកម្ចាស់របស់ខ្ញុំមិនដាច់ចិត្តយកមកប្រើប្រាស់ប្រកាសជាចង់លក់តម្លៃខ្ពស់ហើយមែនហើយនេះជារបៀបរកស៊ីរបស់គេត្រូវការប្រាក់អត់ស្រឡាញ់ជីវិតទេមែនហើយពួកឯងទៅពីម្នាក់មួយម៉ាត់នឹងមកឈឺចិត្តយើងមែនប៉ុន្តែក្នុងពេលនោះអ្នកនាងក៏បន្លំជាកូនស្រីគ្រួសារតកូលជូមកដល់លោកម្ចាស់ដឹងពីរឿងនេះកុំឲ្យខកដំណើរចង់ឲ្យនាងបន្លំជាកូនរបស់គាត់រៀបការជាមួយបុត្រារបស់តកូលមីងហើយក៏ព្រោះតែចង់បានដំណាក់របស់ព្រះអង្គម្ចាស់ជីងផឹងដែរឈប់សិនខ្ញុំសូមបញ្ជាក់ម្ដងទៀតតាំងពីដើមដល់ចាប់ខ្ញុំមិនដាសារភាពថាខ្ញុំជាកូនស្រីគ្រួសារជូទេគឺពួកគេនិយាយផ្ដេសផ្ដាសអ្វីបើនាងមិនបានសារភាពប៉ុន្តែអ្វីដែលនាងធ្វើគឺសារភាពទៅហើយនោះគឺព្រោះតែខ្ញុំចង់បានយិនសិនឈាមតានាងភ្លេចហើយការដែលនៅក្នុងដំណាក់សៀងជឿនាងដេញថ្លៃជាមួយនឹងកូនកំឡោះដល់វ័យក្មេងនោះគេជាកូនប្រុសគ្រួសារតកូលមីងគេទាំងអស់គ្នានឹងគាត់យល់ថានាងគឺជាកូនស្រីតកូលជូយ៉ាងពិតប្រាកដទៅហើយគេផ្ដេសផ្ដាសខ្ញុំមិនផ្ដេសផ្ដាសដល់គេទេអ្នកនាងមង្គលការនេះខ្ញុំធានាអ្នកនាងពេញចិត្តជាមិនខានទេអ្នកនាងធំគឺជាមនុស្សដែលគួរឲ្យទុកចិត្តរៀបការជាមួយហើយម្យ៉ាងទៀតគេនឹងនៅក្នុងគ្រួសារជូយើងទៀតផងណោះត្រឹមត្រូវណាស់កាលពីម្សិលមិញលោកម្ចាស់ផ្ដាំខ្ញុំថាឲ្យអ្នកនាងផ្លាស់កៅអៅមង្គលការរបស់អ្នកនាងខ្ញុំមើលពីរូបរាងខាងក្រៅអ្នកនាងនិងអ្នកនាងខ្ញុំពិតជាប្រហាក់ប្រហែលគ្នាខ្ញុំជឿថាដំណាក់ព្រះអង្គម្ចាស់គ្មានអ្នកណាដឹងថាអ្នកនាងជាអ្នកបន្លំទេខ្ញុំជឿថាមង្គលការរបស់អ្នកនាងនឹងមានសុភមង្គលបាននិយាយព្រោះយ៉ាងនេះមិនក៏មិនទៅរៀបការចំនួនអ្នកនាងខ្លួនឯងទេខ្ញុំចាស់ហើយធ្វើតែមង្គលការនេះវាមិនសមហេតុផលតែចំពោះនាងវាគ្មានរឿងអាក្រក់អីទេណោះជួយខ្ញុំមើលមិនអាក្រក់ប្រកាសជាមិនអាក្រក់ចំពោះតាចាស់ដូចជាលោកអញ្ចឹងចង់ជាដណ្លំព្រះអង្គម្ចាស់គ្រួសារតកូលជួយជាមហាគ្រួសារមួយទោះជាយកស្រីណាដែលគេមិនដែលស្គាល់ថាជាកូនស្រីក៏ដោយក៏ជាការរកស៊ីមួយចាំងមានប្រយោជន៍ដល់យូរអង្វែងចំណេញច្រើនណាស់ខ្ញុំមិនចង់ឲ្យនាងរស់ស៊ីខាត់បងនោះទេបានន័យថាម៉េចទេមានប្រាក់ផ្ដល់គ្រប់គ្រាន់ប្រាក់ផ្ដល់គ្រប់គ្រាន់មាសសុទ្ធ500ដំឡឹងហើយព្រមទាំងមើមយិនសិនឈាមទៀតមើមយិនសិនឈាមមើមយិនសិនឈាមឲ្យមកខ្ញុំមាសសុទ្ធ500ដំឡឹងហើយនឹងយិនសិនឈាមឲ្យមកខ្ញុំតែបើប្រៀបជាមួយនឹងមហាដំណាក់ដ៏ធំស្អាតនោះជារបស់លោកវិញតាចាស់លោកពិតជាឆ្លាតមែនតើតែចំពោះនាងគឺមានផលប្រយោជន៍អត់មានខាត់បងទេចំណែកខ្ញុំមិនចង់បានមហាដំណាក់ធំស្អីនោះទេខ្ញុំចង់បានតែយិនសិនតែប៉ុណ្ណោះអ្នកនាងគិតយ៉ាងម៉េចដំណាក់ដ៏ធំមួយមិនចង់បានបែរជាចង់បានមើមយិនសិនឈាមទៅវិញកំរវល់រឿងរបស់ខ្ញុំនាងយល់ព្រមហើយមិនទាន់ទេហេតុអីពេលដែលខ្ញុំនឹកឃើញតកូនមីងនោះគួរឲ្យខឹងខ្លាំងណាស់អ្នកនាងអ្នកកំឡោះដែលនាងបានជួបនោះគឺអ្នកប្រុសទី2ឈ្មោះមិញយ៉ាងចំណែកដែលនាងរៀបការជាមួយនោះគឺអ្នកប្រុសធំឈ្មោះមិញជូមើលចូលអ្នកប្រុសទី2រូបរាងសង្ហាយ៉ាងនេះបងប្រុសរបស់គេក៏មិនអន់ដែរហើយបងប្អូន2នាក់ប្រហាក់ប្រហែលគ្នាទេមែនហើយគួរតែរៀបការជាមួយមិនទាន់បានទេខ្ញុំមានរឿងអីទៅរៀបការជាមួយមនុស្សដែលខ្ញុំមិនដែលស្គាល់ធ្វើជាប្តីប្រពន្ធនឹងគ្នានោះអ្នកនាងអាចជួបគេបានបើស្រឡាញ់សូមសម្រេចចិត្តជាក្រោយទៅមើលអ្នកនាងទំនាក់ទំនងគ្នាសិនទៅហើយចាំនិយាយគ្នាទៀតក៏ប៉ុន្តែខ្ញុំត្រូវតែទទួលតាចាស់ធាត់នេះជាឪពុកទៀតយកមនុស្សអ្នកមានធ្វើជាឪពុកមានអ្វីខាត់បងធ្ងន់ទៅអីមែនហើយអ្នកនាងតែតោលម្នាក់ឯងដល់ទីនេះគ្មានផ្ទះសម្បែងប្រកាសជាកូនកំព្រាគ្មានឪពុកម្ដាយ
ប៉ុន្តែបើសិនជានាងធ្វើជាកូនស្រីតកូលជូថ្ងៃក្រោយនាងនឹងក្លាយទៅជាមនុស្សក្នុងរាជវង្សជាបុត្រសុនសាព្រះអង្គម្ចាស់ជីងផឹងនាងប្រកាសជាមានទ្រព្យសម្បត្តិហូរហៀចាយមិនចេះអស់ទេហ៎ខ្ញុំក៏ជាមនុស្សដែលស្រឡាញ់មាសប្រាក់មិនចេះធុញទ្រាន់បែបនេះមែនទេអ្នកនាងខ្ញុំនិយាយនេះជាការពិតណាអ្នកនាងមិនចង់មានគ្រួសារមួយមានសុភមង្គលទេមែនទេហើយមានសិត500ម្លឹងទៀតហើយមានមើមយិនសិនឈាមតម្លៃ1000តម្លឹងទៀតផងបានហើយដើម្បីយិនសិនឈាមខ្ញុំធ្វើជាអ្នកនាងគ្រួសារតកូលជួបបណ្ដោះអាសន្នសិនចុះនាងយកព្រមឲ្យអើយមកពេលសិជនណាឆាប់ទៅរៀបចំបន្ទប់ឲ្យអ្នកនាងភ្លាមទៅណាលឺទេអ្នកនាងសម្រាប់លោកម្ចាស់ណែឯណាយិនសិនឈាមទុកនៅខ្ញុំនឹងសិនអើយពេលកិច្ចការចាប់សពគ្រប់ហើយខ្ញុំគល់ឲ្យនាងតាចាស់លោកមានល្បិចច្រើនណាស់ថ្ងៃក្រោយហៅខ្ញុំថាពុកនេះជាបន្ទប់របស់អ៊ីងអ្នកនាងត្រូវការអីប្រាប់ខ្ញុំមកចុះខ្ញុំនឹងធ្វើឲ្យអ្នកនាងពេញចិត្តមិនបាច់ទេរបស់ដែលនៅទីនេះច្រើនជាងការស្មានរបស់ខ្ញុំទៅទៀតអញ្ចឹងខ្ញុំនឹងឲ្យពួកគេងូតទឹកផ្លាស់ខោអាវជូនអ្នកនាងចាខ្ញុំងូតទឹកឲ្យច្រាស់ចង្រៃម្ដងពេលនេះខ្ញុំនឹងខ្លាចទៅជាសត្វហង្សហើយអាចារ្យណាមិននឹកស្មានថាតាកញ្ចាស់ឯងនេះមានថ្មីដែរគ្រាន់តាកញ្ចាស់ស្អីទៅហៅយើងថាលោកមេកាម៉ាឬក៏ហៅលោកម្ចាស់ម៉ាទៅលោកអ៊ំម៉ាជិះសាំងគឺប៉ាត់ជាប្រកែនណាសូមបង្ហាត់ខ្ញុំផងបានទេក្រោយពេលដែលខ្ញុំបង្ហាត់នាងចេះងាយដល់នាងថ្ងៃក្រោយជិះxeរត់ចោលខ្ញុំមិនមែនអញ្ចឹងទេទីនេះមានរបស់ហូបឆ្ងាញ់ស្នាក់នៅក៏ល្អតែខ្ញុំរត់ធ្វើអីមិនមែនដេកបានស្រួលណាស់មើលចុះនាងដេកមួយថ្ងៃរសៀលទៅហើយមនុស្សប្រឡោះក្នុងពិភពគុណដូចជាយើងអញ្ចឹងតាមប៉ិនគឺហូបតាមដំណើរដេកតាមដំណើរបាត់ជើងតាមដំណើរបាត់ចាស់ជួបគ្នាហេតុអីបាត់ចកាន់ជើងគេមកសាច់ចំអកអ្នកណាជាអ្នកក្រៅម្នាក់នេះគឺយើងចិញ្ចឹមវាតាំងពីតូចដល់ធំមើលចុះយើងចិញ្ចឹមគេបានមាំទាំណាស់ប៉ាត់មែនត្រឡប់មកផ្ទះគឺប្រសើរជាងនៅខាងក្រៅហើយមានសុវត្ថិភាពទៀតផងនាងចូលចិត្តវាមែនទេអញ្ចឹងខ្ញុំជូនទៅឲ្យនាងតែម្ដងចុះប៉ាត់មែននេះប្រសើរណាស់ថ្ងៃក្រោយមានឯងនៅកំដរខ្ញុំហើយតើឯងនេះឈ្មោះអីដែរហ្នឹងយើងមិនត្រូវហៅឯងថាណែអញ្ចឹងទេដូចជាមិនសមសោះសាសនេះពិតជារពឹសណាស់អញ្ចឹងយើងហៅឯងថាឈ្មោះថាអរពឹសចុះអរពឹសថ្ងៃក្រោយយើងលែងអបសក់ទៀតហើយថ្ងៃក្រោយនៅទីនេះមិនត្រឹមតែមានអរពឹសកំដរនាងទេកិច្ចការអ្វីក៏ដោយក៏មានខ្ញុំជួយនាងដែរអរគុណលោកមេកាម៉ាមិនពួកសៀវជនបម្រើនាងបានដិតដល់ទេពួកគេល្អតែមកពីខ្ញុំមិនទាន់ទម្លាប់តែប៉ុណ្ណោះ
គេហៅខ្ញុំថាអ្នកនាងយ៉ាងនេះខ្ញុំដូចជាមិនស្រួលចិត្តទេ អើយមានអ្វីពិបាកនាងគឺជាអ្នកនាងជូគ្រួសារតកូលជូនាងគឺជាអ្នកនាងរបស់យើងទៅហើយក៏ប៉ុន្តែអត្តចរិតរបស់នាងត្រូវចេះសុភាពបន្តិចដូចជានាងនិយាយបាញ់មិញអញ្ចឹងណាហូបតាមដំណើរបត់ជើងតាមដំណើរពិបាកស្ដាប់ណាមិនល្អស្ដាប់ទេ ចា ម្យ៉ាងទៀតណាលោកម្ចាស់បានផ្ដាំថាថ្ងៃក្រោយកិច្ចការអ្វីក៏ដោយខ្ញុំនឹងធ្វើតាមអ្នកនាងទាំងអស់ កិច្ចការគ្រប់យ៉ាងហ៎ ឲ្យតែមិនប៉ះពាល់ដល់គ្រួសារតកូលជូខ្ញុំនឹងធ្វើតាម ដើរលេង បាន មើលល្ខោន ក៏បាន ប្រសើរណាស់ខ្វល់ជាអ្នកនាងដើរលេងមើលល្ខោនតែកាយក៏មិនធ្វើដែរពិតជាប្រសើរណាស់ អរគុណអរគុណអើយអរគុណអរគុណអើយ អស្ចារ្យ អស្ចារ្យមែន អស្ចារ្យចម្លែកណាស់មកដល់ស្រុកឈិញភេងយូរថ្ងៃមិនក៏មិនដែលឃើញលោកបងជូព្រះអង្គម្ចាស់មានបន្ទូលត្រូវណាស់លោកបងជូប្រកាសជារៀបចំការរកស៊ីដូច្នេះហើយរវល់ពេកសាច់ច្បងមកស្រុកឈិញភេងមិនមែនព្រោះតែក្រុមល្ខោននេះទេ ទោះជាយ៉ាងនេះក៏ដោយក៏ប៉ុន្តែមានរឿងចម្លែកមួយនៅក្នុងថ្ងៃសែនប្រខែរយៈពេល2ឆ្នាំកន្លងមកនេះមានគេប្រើឈ្មោះក្រុមល្ខោនជីសៀងសម្ដែងល្ខោននៅស្រុកឈិញភេងយើងយល់ថារឿងនេះតែងច្រើនមានតែតជាមួយនឹងប្រនាងយ៉ាងហោចណាស់ក៏យើងត្រូវតែស្វែងយល់រកដំណឹងខ្លះៗ បានចឹងទុំគុំនឹងធ្វើការស្រាវជ្រាវទៅស្រុកឈិញភេងពិនិត្យមុនតិចចុះ នេះជារឿងពាក់ព័ន្ធកិត្តិយសរាជការ ទុំគុំយល់ហើយទុំគុំនឹងអ្នកការចិត្ត សាច់ច្បងគិតអីហ្នឹង គ្មានស្អីទេខ្ញុំកំពុងគិតថាទីនេះមានការសម្ដែងល្ខោនដ៏ល្អមើលសៀងឈិញដើមមួយថ្ងៃទៅហើយលេងឆានទៅសម្រាប់ចុះខ្ញុំក៏ត្រឡប់ទៅវិញឆាប់ដែរខ្ញុំទៅហើយ ខ្ញុំមិនហត់ទេ នាងមកស្ដាប់យើងប្រយ័ត្នហត់ពេកសន្លប់តាមផ្លូវទៅបងរវល់នឹងនាងលេងបានហើយម្យ៉ាងទៀតនាងបានទិញបន្តោងមួយជូនបងប្រុសផងមែនទេក៏ប្រហែលជារងចាំហើយ អញ្ចឹងក៏បានសាច់ច្បងឆាប់មកវិញណា ខ្ញុំដឹងហើយនាងទៅចុះ អររៀបចំទងជ័យបានឆាប់កេះតែប្រមាណយកទៅក្នុងរៀបចំបានស្រួលបួលបោះសម្បត្តិឲ្យបានប្រយ័ត្នប្រយែងកុំឲ្យខូចខាតរបស់ក្នុងផ្ទះដឹងដែរទេសូមលោកគ្រូខ្ញុំចង់សួរថាលោកគឺជាមេក្រុមល្ខោននេះតើមែនទេ អើពិនមែនហើយមានការអី ខ្ញុំចង់សួរលោកថាជារៀងរាល់ឆ្នាំលោកគឺមកទីនេះមែនទេ ទេនេះជាលើកទី1ប៉ុណ្ណោះទេ ហេតុអីបានជាលោកប្រើឈ្មោះក្រុមល្ខោនជីសៀង អូពួកយើងជាក្រុមល្ខោនស៊ឺស៊ីមានលោកតកែម្នាក់អញ្ជើញពួកយើងមកសម្ដែងយើងប្រើឈ្មោះក្រុមល្ខោនរបស់គាត់គឺជីសៀងនឹងណា អញ្ចឹងខ្ញុំចង់សួរលោកថាអ្នកណាអញ្ជើញពួកលោកមកដែរ គឺស្រីម្នាក់ ស្រីម្នាក់ពិនមែនហើយម្នាក់នោះគឺអ្នកនាងហ្វាគូធ្លាប់នៅក្នុងក្រុមល្ខោនជីសៀងគឺចំណាយប្រាក់នេះដើម្បីឲ្យគេសម្ដែងល្ខោនបើអ្នកទាំងអស់គ្នាចង់ជួបអ្នកនាងហ្វាគូសូមកុំភ្លេចនៅថ្ងៃពេញបរមីមកមើលល្ខោនម្យ៉ាងទៀតយើងរៀបចំកន្លែងមួយពិសេសសម្រាប់អ្នកនាងហ្វាគូទៀតផងគឺទុកសម្រាប់ឲ្យនាងមើលនឹងណា នេះជាការផ្ដាំផ្ញើរបស់គេហ៎ ពិនមែនហើយគេនិយាយថាបើសិនជាអ្នកណាសួរអីក៏ដោយគឺត្រូវតែនិយាយអញ្ចឹងសូមទូលអ្នកប្រុសបើអ្នកប្រុសចង់ជួបអ្នកនាងហ្វាគូសូមកុំភ្លេចមកមើលល្ខោននៅថ្ងៃទី15កើតខែពេញបរមីទៅនឹងបានជួបហើយ អរគុណហើយ ឆាប់រត់ទៅឆាប់រត់ទៅឆាប់រត់ទៅឡើងបង ចាប់ឡើង លោក
ចាប់រត់លើអ្នកនាងចាប់ឡើងលឿនឡើងលោកមេកាម៉ាអ្នកនាងចាំមិនហើយអ្នកនាងមិនអីទេអីខ្ញុំមិនអីទេតាពួកគេជាអ្នកណាទៅតកែស្រីឆាំរុនតកខ្ញុំបានហើយពួកឯងជាសនាស្មាស់ស្លាប់អាគីក្រហមមែនទេឯងស្មានមិនខុសទេមនុស្សមកដាច់នេះអាក្រក់មែនធ្វើឲ្យខកការរបស់នេះអ្នកនាងឲ្យចង់ធ្វើស្អីគេខ្ញុំតែបដាគេអ្នកនាងអត់ចេះវិជាគុណទេខ្ញុំមិនចេះប៉ុន្តែលោកចេះតែឆាប់ឡើងទៅឲ្យលឿនឡើងទៅបានខ្ញុំនឹងឲ្យនាងឃើញស្នាដៃខ្ញុំម្ដងចុះណាលោកមេកាម៉ាកុំឲ្យខ្ញុំអស់សង្ឃឹមអសោះណាអ្នកប្រមីងពួកយើងមកជួយអ្នកប្រហើយលោកមេកាម៉ាយ៉ាងម៉េចហើយហ្នឹងអូយចាំໄວយោចាំជាផ្ដាស់មែនអ្នកនាងឆាប់មកវិញកុំមកជិះយើងបើមិនចេះយើងសម្លាប់នាងចោលដល់លេងទៅឯងរុនមិនរួចទេយើងរត់តាណាមិនរួចតែនាងក៏មិនរួចដែរកុំធ្វើបាបនាងយើងឲ្យសោះណាលោកមេកាម៉ានៅធៀមសាច់ច្បងគិតយ៉ាងម៉េចទៅអ្នកនាងជួអត់ចេះវិជាគុណទេមិនត្រូវឲ្យគេចាប់នាងឡើយចាំមើលតទៀតដល់លេងនេះដល់លេងនាងឯជាសេនាអាវក្រោះសេនាទេវតាអាវក្រោះមាសឥឡូវនេះឯងទម្លាក់អាវុធចុះចាញ់ហើយមែនទេអ្នកនាងឈាមអ្នកនាងជូអ្នកនាងជូមើលទៅខ្ញុំគួរតែទៅវិញអ្នកនាងឈឺដែរទេឈឺចង់ស្លាប់ទៅហើយឈាមអាឡាត់តាគាត់មកសម្រាប់ខ្ញុំមកតកមីងឯងមិនសមជាមនុស្សទេសំទោគាត់គ្មានចេតនាទេតាមពិតគេមានចេតនាមែនអ្នកណាក៏ឃើញដែរថាឯងមានកំណត់អាក្រក់ចង់យកដើមមកសម្រាប់ខ្ញុំតកមីងខ្ញុំមិនអត់អានឯងទេយើង
នាងជូខ្ញុំជាអ្នកជួយសង្គ្រោះនាងនាងបែរស្ដីខ្ញុំទៅវិញនាងពិតជាមិនដឹងខុសត្រូវមែនបានហើយឈប់និយាយទៀតតែគេត្រូវរបួសសាស្ត្រស្បែកតែម្នោះរបួសតែបន្តិចតើហើយដើម្បីបានជាគេសាហាវយ៉ាងនេះខ្ញុំមិនសោកចិត្តទេខ្ញុំមិនសោកទេម្ដងនេះមិនងាយផ្ទះខ្ញុំនោះទេណាអូយនេះអ្នកនាងប៉ុណ្ណឹងបានហើយសុំទោសអ្នកប្រុសមីងសុំទោសណាតាមពិតគេគួរតែសុំទោសអ្នកនាងបានហើយទៅវិញតកូនមីងចាំតែមើលចុះខ្ញុំប្រកាសតែមករកឯងសាប់បានហើយចង់សងសឹកត្រូវព្យាបាលឲ្យជាសិនដែរទៅបានហើយចាំតែមើលចុះលោកបងឥឡូវគិតយ៉ាងម៉េចទៅជាការពិតណាស់ខ្ញុំគ្រាន់តែចង់ជួយនាងតែនាងពិតជាមិនដឹងល្អអាក្រក់បើគេចង់មកសងសឹងស្រេចតែនាងទៅចុះណាគេអត់ដឹងថាយើងនឹងមានបំណងល្អសោះអរគុណអស់លោកមកជួយខ្ញុំតាន់ពេលណាមិនបាច់គួរសមទេតាមពិតនេះជាការរៀបចំរបស់ព្រះអង្គម្ចាស់យានប៉ុណ្ណោះព្រះម្ចាស់យានឬមួយក៏ព្រះអង្គម្ចាស់ទ្រង់ដឹងដែរថាអាគីក្រហមប្រហែលជាសង្ងំយូរពេកគឺមានការធ្វើប្រហែលខ្លួនព្រះអង្គគ្រាន់តែជ្រាបថាអាគីក្រហមជាមនុស្សគ្រោះថ្នាក់ហើយប្រើល្បិចគ្រប់យ៉ាងហើយនេះបានផ្ដាំឲ្យពួកយើងមកជួយដល់អ្នកប្រុសទប់ទល់ជាមួយអាគីក្រហមវាជាការពិតណាតែយើងមិននឹកស្មានថាក្រុមអាគីក្រហមក៏វាបង្ហាញខ្លួនដែរហើយមនុស្សស្មានថាក្រុមអាគីក្រហមនេះគេរៀបចំក្រុមរបស់គេឡើងវិញចឹងសោះមែនហើយអ្នកប្រុសយកថាតកែស្រីឈ្មោះឈីនោះតើគេមានប្រវត្តិយ៉ាងម៉េចដែរទៅរឿងនេះពេលឥឡូវនេះខ្ញុំមិនទាន់ដឹងច្បាស់ឡើយទេ